bạn bắt đầuពីអ្នកទាំងពីរបានរៀនអំពីការបង្កើតនៅការចលនាកង្ហារមេរៀនបន្ទាប់គឺយើងនឹងទៅធ្វើអំពីការបង្វិលកងវាហៅថា spin and stop wheel animation in PowerPoint អញ្ចឹងពីដំបូងខ្ញុំសូមបង្ហាញអំពីលទ្ធផលជាមុនសិនអញ្ចឹងអ្នកគ្នាអាចចុចkey F5 នៅលើ keyboard ឬក៏យើងចុចនៅត្រង់ quick access toolbar យើងហៅថា start from beginning shortcut key F5 យើង press it អញ្ចឹងនៅពេលដែលយើងចង់ spin គឺយើងចុចនៅប៊ូតុង spin and stop នេះយើងចុចលើកទី1គឺនឹង spin បែបនេះមិនឈប់លើកត្រាតែយើងคลิកម្ដងទៀតដើម្បីបញ្ឈប់នៅការបង្វិលកងនឹងបាទអញ្ចឹងដើម្បីចាប់ផ្ដើមក្នុងការធ្វើអ្នកនាងត្រូវការបង្កើតនៅឯកសារថ្មីជាមុនសិនអញ្ចឹងអ្នកនាងអាចប្រើប្រាស់នៅ Windows Start Window key ហើយយើងស្វែងរកកម្មវិធី PowerPoint ឬ Type PowerPoint តែមកអ្នកនាងចុច Open it ឬក៏ដោយសារតែខ្ញុំចូលនៅលើឯកសារ PowerPoint រួចហើយអញ្ចឹងខ្ញុំអាចចូលទៅក្នុង File menu or File tab choose New and choose blank presentation យើងរើស blank presentation ដើម្បីបង្កើតឯកសារថ្មីឬក៏យើងអាចប្រើប្រាស់នៅ shortcut key we can press Control N អញ្ចឹងយើងអាចនឹងទទួលបាននៅឯកសារថ្មីបាទបែបនេះក្រោយមកយើងអត់ត្រូវការនៅ text box នេះទេអញ្ចឹងយើងhold select ទាំងអស់ហើយយើងចុច delete ក្រោយមកចំពោះ wheel អ្នកនរគ្នាអាចប្រើប្រាស់នៅ shape oval មក circle ដើម្បីក្នុងការគូសរៀបចំក៏ប៉ុន្តែការប្រើប្រាស់ shape គឺទាមទារពេលវេលានិងភាពលំបាកច្រើនអញ្ចឹងដើម្បីឲ្យមានភាពងាយស្រួលគឺយើងអត់ប្រើប្រាស់ shape ទេហើយណាមួយការគូសការផ្គុំ shape ក៏មិនងាយស្រួលយើងចំណាយពេលច្រើនហើយគឺអត់ស្អាតអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបប្រើប្រាស់នៅ chart យើងប្រើប្រាស់ chart ក្នុងទម្រង់ pie ដើម្បីយកមកបង្កើតគឺមានភាពលឿននិងងាយស្រួលអញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុង insert menu ឬ insert tab define chart click on it បន្ទាប់មកយើងរើសយក pie តែមកអ្នកនរគ្នា select នៅលើ pie ដំបូងគេហើយយើងចុចប៊ូតុង OK ហើយមកអ្នកនរគ្នានឹងទទួលបានទី1គឺតារាង Excel ដែលតារាងទិន្នន័យនេះគឺតំណាងឲ្យ chart ដែលយើងបានឃើញនៅខាងក្រោមនេះដែលយើងទទួលបានអញ្ចឹងតម្លៃដែលវាបង្ហាញជាពណ៌នេះគឺអាស្រ័យនឹងការប្រែប្រួលនៅក្នុងតារាង Excel ហ្នឹងអញ្ចឹងគឺយើងអ្នកនរគ្នាអាចទាញពង្រួមតារាង Excel ឬក៏ពីខាងក្រោមនេះដើម្បីបំពេញនៅទិន្នន័យយើងអាចចាប់នៅផ្នែកខាងក្បាលនៃតារាងហ្នឹងយកមកដាក់នៅខាងឆ្វេងឬខាងស្ដាំដើម្បីមានភាពងាយស្រួលការបញ្ចូលក្រោយមកអ្នកនរគ្នាត្រូវការបញ្ចូលផ្លាស់ប្ដូរតម្លៃនេះទៅលេខ1ទាំងអស់ដើម្បីឲ្យតម្លៃនេះគឺរត់ស្មើគ្នាល្អអញ្ចឹងអ្នកនេះអាច copy គ្រាន់តែដាក់ mouse ពីលើselect នៅលើតម្លៃលេខ1នេះហើយយើងដាក់ mouse ចេញសញ្ញាបូកពណ៌ខ្មៅបែបនេះបែបនេះហើយយើងអូសទាញស្មើនឹងយើងចម្លង copy ឬយើងបញ្ចូលលើដៃក៏បានដែរចឹងនេះអាចទាញដល់ទៅច្រើនក៏បានឬតិចក៏បានអញ្ចឹងខ្ញុំសូមគូសតែ8ទេហើយចំពោះតម្លៃអ្នកនេះអាចបញ្ចូលតម្លៃទៅតាមការចង់បានរបស់អ្នកនរគ្នាអញ្ចឹងខ្ញុំសូមចូលទៅ copy តម្លៃពីតារាងចាស់យើង select នៅលើ chart design edit data អញ្ចឹងអ្នកនេះអាចសរសេរបញ្ចូលទៅ C យើង close ទៅវិញអញ្ចឹងយើងផាសចូលនៅខាងក្នុងផ្ទៃខាងមុខនេះបែបនេះអញ្ចឹងចំពោះតារាងនេះគឺយើងនៅពេលដែលយើងបញ្ចូលតម្លៃរួចហើយយើងអត់ត្រូវការទៀតទេគឺយើងអាចបិទបានហើយអ្នកគ្នាអាចចូលទៅកែប្រែបានដោយគ្រាន់តែ select នៅលើ chart
chart design edit data edit data ចឹងពេលនោះអ្នកអាចកែបាន